សួស្តីអ្នកទាំងអស់គ្នាសូមអរគុណដែលចិត្តចូលមកមើលវីដេអូនេះថ្ងៃនេះខ្ញុំចង់និយាយពីរឿងមួយដែលចេញពីចិត្តពិតៗនោះគឺហេតុអ្វីបានជាខ្ញុំបង្កើត Motivation Life KH ខ្ញុំមិនមែនជាមនុស្សជោគជ័យខ្ញុំក៏មិនមែនជាគ្រូបង្រៀនជីវិតខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលបានឆ្លងកាត់ការលំបាកការបរាជ័យនិងពេលវេលាដែលគ្មានអ្នកយល់ចិត្តមានពេលខ្ញុំហត់ណាស់ហត់ពីការងារហត់ពីជីវិតហត់ពីការខំប្រឹងដែលមើលទៅដូចជាមិនឃើញលទ្ធផលហើយមានពេលមួយខ្ញុំក៏ធ្លាប់សួរខ្លួនឯងថាខ្ញុំខំធ្វើទៅធ្វើអីតើវាមានន័យអីនៅពេលនោះខ្ញុំយល់ច្បាស់មួយរឿងមនុស្សមិនខ្សោយព្រោះខ្វះកម្លាំងរាងកាយទេតែមនុស្សខ្សោយព្រោះខ្វះកម្លាំងចិត្តខ្ញុំធ្លាប់ស្វែងរក motivation ស្ដាប់គេនិយាយមើលវីដេអូអានពាក្យលើកទឹកចិត្តតែភាគច្រើនវាមិនប៉ះចិត្តព្រោះវាមិនមកពីជីវិតពិតហេតុដូច្នេះហើយខ្ញុំបានសម្រេចបង្កើត Motivation Life KH មិនមែនដើម្បីបង្ហាញថាខ្ញុំខ្លាំងតែដើម្បីប្រាប់ថាខ្ញុំក៏ធ្លាប់ឈឺខ្ញុំក៏ធ្លាប់ចង់បោះបង់តែខ្ញុំជ្រើសរើសបន្ត Motivation Life KH ត្រូវបានបង្កើតឡើងដើម្បីនិយាយជាមួយមនុស្សដែលកំពុងហត់មនុស្សដែលកំពុងបាត់ទិសមនុស្សដែលកំពុងសួរខ្លួនឯងថាតើខ្ញុំគួរតែបន្តឬឈប់ខ្ញុំចង់ប្រាប់អ្នកថាអ្នកមិននៃម្នាក់ឯងទេនៅទីនេះមានមនុស្សម្នាក់ដែលកំពុងតស៊ូដូចអ្នកនិងចង់បន្តដំណើរជាមួយអ្នក Motivation Life KH មិនសន្យាថាជីវិតអ្នកនឹងងាយមិនសន្យាថាអ្នកនឹងជោគជ័យលឿនតែវាសន្យារឹងមួយកុំឲ្យអ្នកបោះបង់ខ្លួនឯងបើថ្ងៃណាមួយអ្នកហត់បើថ្ងៃណាមួយអ្នកចង់យំបើថ្ងៃណាមួយអ្នកគិតថាខ្លួនឯងមិនសំខាន់សូមចូលមក Motivation Life KH ហើយស្ដាប់ពាក្យពីមនុស្សធម្មតាម្នាក់ដែលកំពុងខំរស់ដូចអ្នកនេះហើយជាហេតុផលដែលខ្ញុំបង្កើត Motivation Life KH មិនមែនដើម្បីល្បីតែមកពីចិត្តមិនមែនដើម្បីលុយតែដើម្បីកម្លាំងចិត្តសូមអរគុណដែលស្ដាប់បើវីដេអូនេះប៉ះចិត្តអ្នកបន្តិចសូម Subscribe Motivation Life KH យើងតស៊ូទៅមុខជាមួយគ្នា